តចំរៀងនេះខ្ញុំច្រៀងចេញពីចិត្តស្មោះថ្លែងពីកូនប្រុសដែលធ្លាប់ធ្វើឲ្យម៉ែយំដើរលេងកិច្ចផ្ទះជាមនុស្សរស់ក្រៅសង្គមធ្វើឲ្យអ្នកម៉ែបារម្ភព្រោះតែកូនប្រុសម្នាក់នេះញៀនស្រីល្បែងស្រាញៀនមកភ្លេចអ្នកមានគុណញៀនខ្លាំងហ៊ានលួចឆក់ប្លន់យកលុយចេញចំមិត្តភក្តិថ្ងៃនេះភ្ញាក់ខ្លួនពេលដែលដៃជាប់ខ្នោះច្រវាក់ភ័យពេកទឹកភ្នែកហូរស្រក់ទើបកូននឹកឃើញដល់ម៉ែកូនសុំទោសកូនខុសហើយណាអ្នកម៉ែកូនប្រុសនេះមិនល្អទេអាកាត់តាញូសាមានថ្ងៃនេះជួបហើយអំពើដែលកូនបានសាងសន្យាថានឹងកែខ្លួនថ្ងៃដែលកូនចេញពីគុកនេះគឺរឿងពិតសូមមិត្តកុំធ្វើតាមឡើយដោយខ្ញុំនៅពេលចុងក្រោយដេកកើយថ្មនៅក្នុងគុកត្រូវធ្វើមនុស្សល្អស្ដាប់បងគួរផ្ដាយនឹងពុកជីវិតនឹងមានក្តីសុខអនាគតល្អរុងរឿងសុំទោសកូនខុសហើយណាអ្នកម៉ែកូនប្រុសនេះមិនល្អទេអាកាត់តាញូសាមានថ្ងៃនេះជួបហើយអំពើដែលកូនបានសាងសន្យាថានឹងកែខ្លួនថ្ងៃដែលកូនចេញពីគុកនេះគឺរឿងពិតសូមមិត្តកុំធ្វើតាមឡើយដោយខ្ញុំនៅពេលចុងក្រោយដេកកើយថ្មនៅក្នុងគុកត្រូវធ្វើមនុស្សល្អស្ដាប់បងគប់ដៃនឹងពុកជីវិតនឹងមានក្តីសុខអនាគតល្អរុងរឿង